ពីព្រេងនាយមានក្មេងប្រុសម្នាក់ឈ្មោះចៅសង្ឃបានបួសរៀននៅក្នុងវត្តអារាមក្បែរព្រៃភ្នំចៅសង្ឃមានចិត្តល្អស្មោះត្រង់នឹងធម៌វិន័យនិងគោរពព្រះសង្ឃចាស់រាល់ព្រឹកម្ដាយរបស់ចៅសង្ឃតែងតែយកចង្ហាន់និងបាយទឹកមកប្រគេនកូនប្រុសថ្ងៃមួយព្រានព្រៃម្នាក់បាននាំយកសាច់សត្វដែលគាត់បរបាញ់បានមកប្រគេនព្រះសង្ឃនៅវត្តតាមវិន័យព្រះពុទ្ធសាសនាចៅសង្ឃត្រិនហាមឃាត់មិនឲ្យបរិភោគសាច់សត្វព្រៃតែសត្វនោះមានក្លិនឈ្ងុយខ្លាំងដែលសាយភាយចូលដល់ច្រមុះចៅសង្ឃចៅសង្ឃព្យាយាមទប់ចិត្តប៉ុន្តែក្លិននោះហាក់ដូចជាមានមន្តអាគមលបួងលួងលោមនៅពេលយប់ស្ងាត់ជ្រងំចៅសង្ឃសម្រេចចិត្តដើរទៅកាន់ទីកន្លែងដែលគេដាក់សត្វនោះគាត់បានលួចយកសាច់ដុតមួយដុំតូចដោយគិតថានឹងគ្មាននរណាដឹងឡើយចៅសង្ឃរត់ទៅក្នុងព្រៃងងឹតហើយចាប់ផ្ដើមបរិភោគសាច់នោះយ៉ាងលឿនពេលសាច់នោះចូលដល់ពុះភ្លាមរាងកាយរបស់គាត់ក៏ចាប់ផ្ដើមក្តៅរមាស់និងឈឺចាប់វិន័យដែលគាត់បានបំពេញបានប្រែក្លាយជាបណ្ដាសារាងកាយរបស់គាត់ចាប់ផ្ដើមដុះរោមពណ៌លឿងនិងខ្មៅដៃរបស់គាត់ចាប់ផ្ដើមរីកធំហើយប្រែទៅជាក្រញាំខ្លាដ៏មុតស្រួចរបស់គាត់បានប្រែទៅជាមុខខ្លាដែលមានធ្មេញវែងគាត់លែងមានសមត្ថភាពស្រែកជាសំឡេងមនុស្សហើយចៅសង្ឃបានប្រែខ្លួនជាខ្លាទាំងស្រុងតែភ្នែករបស់ខ្លានោះនៅតែមានភាពឈឺចាប់ជារបស់មនុស្សដោយភាពភ័យខ្លាចគាត់ក៏រត់ចូលទៅក្នុងព្រៃជ្រៅទាំងភាពអស់សង្ឃឹមរៀងរាល់ថ្ងៃម្ដាយរបស់ចៅសង្ឃតែងតែមកវត្តដើម្បីសាកសួររកកូនប៉ុន្តែគ្មាននរណាម្នាក់ដឹងទេដោយមិនដឹងថាវាសនាកូនប្រុសរបស់ខ្លួនបានផ្លាស់ប្ដូរម្ដាយនៅតែបន្តស្វែងរកខ្លាដែលលាក់ខ្លួនខ្លងព្រៃបានឃើញម្ដាយរបស់ខ្លួនដើរមកជិតគេមានចិត្តចង់រត់ទៅអោបម្ដាយចង់ស្រែកប្រាប់ម្ដាយតែចិនបានត្រឹមតែសំឡេងក្រហមរបស់សត្វព្រៃម្ដាយឮសំឡេងក្រហមក៏ភ័យខ្លាចហើយរត់គេចខ្លួនមិនដឹងថានោះគឺជាកូនប្រុសរបស់ខ្លួនឡើយខ្លាមានការឈឺចាប់យ៉ាងខ្លាំងដោយសារតែខ្លួនមិនអាចត្រឡប់ទៅជាមនុស្សវិញបានហើយមិនអាចជួបម្ដាយក៏សម្រេចចិត្តរត់គេចខ្លួនចូលទៅក្នុងព្រៃជ្រៅពេតផុតជារៀងរហូតម្ដាយនៅតែបន្តកាន់ចង្ហាន់ទៅវត្តជារៀងរាល់ថ្ងៃរហូតដល់ថ្ងៃចុងក្រោយនៃជីវិតរឿងចៅសង្ឃខ្លាបានបង្រៀនយើងថាការល្មើសវិន័យនាំមកនូវកម្មផលដែលត្រូវសោកស្ដាយអស់មួយជីវិត